Hello ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ថតវីដេអូបង្ហាញពីឡាន Tesla Model Y ឆ្នាំ2025ចង់បង្ហាញថាភាពខុសគ្នារវាងអាស៊េរីថ្មីនិងស៊េរីចាស់វាខុសគ្នាកន្លែងណាខ្លះឥឡូវដំបូងខ្ញុំបង្ហាញវាខុសគ្នាខាងមុខត្រង់ជាគៀងវាដូចទៅជាគេហៅថាប្រភេទ light bar ជាគៀង slim អានេះពេលយើងបើកភ្លើងយប់ឡើងគឺវាភ្លឺនៅហ្នឹងហើយនេះថ្ងៃត្រង់គឺវាភ្លឺជាប្រភេទ daytime running នេះសញ្ញោវាអាហ្នឹងខាងមុខខុសកន្លែងហ្នឹងហើយនៅចំហៀងខុសយ៉ាននេះគឺយ៉ានអត់មានថែមលុយទេនេះវង19ប្រភេទច្បកកង់ហានគុក Evo 3ចំហៀងខុសតែយ៉ានអត់មានខុសអីទេទ្វារគឺដដែលដៃទ្វារក៏ដដែលរៀងទ្វារដដែលទាំងអស់តែកញ្ចក់ហើយយើងមើលខាងក្រោយម្ដងខាងក្រោយខុស stop ក្រោយវាធ្វើវែងជាប់ដូចខាងមុខដែរស្រីចាស់គឺអត់មានឆ្នោតនេះទេហើយអក្សរ Tesla ហ្នឹងគឺសេរីថ្មីអត់មានសេរីចាស់វាដាក់ logo នៅលើនេះហើយនេះពេលថ្ងៃក៏មានភ្លើងដែរពេលយើងបើកវាជះខំនេះពេលភ្លើងនេះវាជះផ្លាតមកនេះមកថ្ងៃត្រង់ក៏មានដែរលេងចូលទៅខាងក្នុងមើលម្ដងលេខគេខ្លះខាងក្នុងស្តៀងគ្នាអត់មានខុសច្រើនទេវាកែបន្តិចទេប៉ុន្តែសម្រាប់ពូកវាខាងក្នុងមានអារម្មណ៍ថាស្រីថ្មីជីទៅវាស្រួលជាងមុនណាវាដូចតលីវាអត់សូវគៀបដូចមុនហើយឥឡូវមានអីតិចផងក្តៅសេរីចាស់មានតែក្តៅទេហើយឥឡូវវាមានភ្លើងនេះភ្លើង LED ជុំវិញបត់ដល់ខាងមុខទៀតអានេះក៏ខុសដែរពីមុនអត់មាននេះទេរៀងខុសគ្នាជាកូដម៉ូដថ្មីអក្សរ Tesla ពីមុន logo ហើយសម្រាប់ screen គឺสีថ្មីវាទងស្ដាងជាងមុនបន្តិចហើយទងលឿនជាងមុនសម្រាប់កូដឥឡូវមានតែសញ្ញោទេមកខាងឆ្វេងខាងស្ដាំលេងមានចង្កឹះលេខហើយចង្កឹះលេខវានៅលើនេះវិញខ្ញុំសាកធ្វើឲ្យមើលចង្កឹះលេខវានៅលើនេះពេលយើងទៅក្រោយចង់អាយ៉ែអីដូចអអីយើងគ្រាន់តែទាញមកអាយ៉ែចង់ឈប់ពេចុចពេមកចង់ទៅមុខគ្រាន់តែអូសទៅមុខទៅហើយចង្កឹះលេខវាលើហ្នឹងឬក៏ពេលឧទាហរណ៍ screen អត់ដើរឥឡូវយើងអាចចុចនៅលើនេះក៏បានដែរ DNRP ប៉ុន្តែស៊េរីថ្មីនេះវាមានមុខងារមួយទៀតគេហៅ auto shift យើងគ្រាន់តែចូលមកជន់តែប្រាំងដាក់ខ្សែក្រវ៉ាត់វាដឹងថាយើងចង់អាយ៉ែឬក៏ចង់បើកទៅមុខដោយប្រើកាមេរ៉ាវានៅលើនេះកាមេរ៉ាជុំវិញហ្នឹងវាចាប់មើលខ្លួនឯងថាយើងចាប់មើលថាសកម្មភាពជុំវិញហ្នឹងយើងត្រូវទៅមុខឬទៅក្រោយហើយខ្ញុំសាកប្រើវាជួប្រើ90%នៃពេលយើងបើកហ្នឹងគឺវាដឹងថាយើងត្រូវទៅមុខឬទៅក្រោយសឹងតែថាមិនប្រើចង្កឹះលេខវាអូតូខ្លួនឯង
ស្រួលប្រើហើយនៅកដាខោឆ្នាំងសាកនេះវារៀងទងដូចជាធំជាងមុនតិចឡានធំកៃទីហើយនេះឡាន Tesla ឲ្យខ្ចីឡានខ្ញុំសេរីចាស់នៅពង service គេឲ្យខ្ចីនេះបើកសិនខ្ញុំធំកៃទីហើយក្នុងនេះក៏ធំជាងមុនដែរជ្រៅឥឡូវនេះយើងក៏ស្លាយបានហើយបើខាងក្រោយវិញមាន screen ឥឡូវ screen តបកញ្ចក់ដូចគ្នាខុសម៉ូដកន្លែងនេះបន្តិចពីមុនត្រង់ឯងអត់មានជ្រៀលចឹងឯងឥឡូវជ្រៀលតិចវាធ្វើឲ្យយើងទងតលាយក្បាលខាងលើទៀតអត់ត្រូវទៅជ័រវាហើយខាងក្រោយក៏អីអូតូអីយើងចុចទៅវាកាច់ទៅក្រោយពីមុនដល់កាច់ដៃនៅលើនេះឥឡូវអូតូហើយ screen នៅក្រោយមានប៉ុណ្ណឹងអត់មានខអីច្រើនទេហើយ LED នៅក្រោយថែមប៉ុណ្ណឹងតែសម្រាប់ការជិះវិញអានេះខ្ញុំជិះឡានប្រភេទភ្លើងដូចគ្នាប៉ុន្តែខ្ញុំមានអារម្មណ៍ថានេះ smooth ជាងសេរីចាស់ខ្លាំងវាស្ងាត់ជាងមុនមានអារម្មណ៍ថាកញ្ចក់វាណែនហាប់ជាងមុនវារំ smooth មកគេកែច្រើនកែកញ្ចក់គេហៅ acoustic glass សបកកង់ប្រហែលជាអាចមកពីសបកកង់ថ្មីវាជិះទៅអត់សូវលាន់ហើយសំឡេងចិត្តជាងមុនជិះស្រួលជាងមុនឆ្ងាយនេះ light bar វាភ្លឺផ្លែតហ្នឹងដោយសារទូរស័ព្ទឯងហើយខាងខុសមួយទៀតខាងមុខមានកាមេរ៉ានេះចាស់អត់មានទេ Model Y នេះចាស់អត់មានទេហើយវាមានបាញ់ទឹកទៀតបាញ់ទឹកលើនេះពេលយើងចុចខាងក្នុង screen វា clean up ឲ្យយើងហើយអានេះខ្ញុំប្រាប់មិញថាភ្លើងយប់ឡើងហ្នឹងគឺនៅណា daylight វាជួវែងបាទប៉ុណ្ណឹងមានតែប៉ុណ្ណឹងចង់បង្ហាញថាវាខុសគ្នាឡើយណាខ្លះសម្រាប់អ្នកចង់ដឹងថាសេរីថ្មីនិងសេរីចាស់បាទអរគុណបាយ